trong cả một dịp sai thay ní lục sản sự vật trong chốn như thế Pilipino bao cơn cái nhà chặt rìa và riệp xu bong bồn khmaiជាទីស្រឡាញ់លោកអ្នកនាងច្បាស់ជាផ្លែត្រចៀកបន្តិចហើយដែលខ្ញុំហៅលោកអ្នកនាងអ្នកស្ដាប់ថាបងប្អូនខ្មែរជាទីស្រឡាញ់ព្រោះរដងខ្ញុំតែងតែថ្លែងទៅកាន់លោកអ្នកនាងថាជាទីគោរពរាប់អានបាននិយាយគ្នាយូរទៅខ្ញុំមានអារម្មណ៍ដូចជាកំពុងនិយាយជាមួយនឹងបងប្អូនមេមីងបង្កើតរបស់ខ្ញុំដែលខ្ញុំស្រឡាញ់នេះម្យ៉ាងទៀតមានមិត្តអ្នកស្ដាប់ច្រើនអ្នកដែលបានសម្ដែងសមានចិត្តស្រឡាញ់រាប់អានខ្ញុំយ៉ាងកក់ក្ដៅជាពិសេសពេលដែលខ្ញុំបាទមានស្រួលខ្លួនការជំងឺឈួតទាំងចំោះនឹងក៏មានទូរស័ព្ទឬក៏សរសេរទៅរកប្រាប់ពីថ្នាំសង្កូវពីវិធីថែរក្សាសុខភាពមានទាំងប្រាប់វិធីបន់ស្រន់អរុក្ខអរណតាទេពតាបារមីប្រចាំផ្ទះពេលក្រៅពីដំណេកនឹងផងបាទសូមអរគុណជាបន្លិចលោកហងចក្រាបារមីក្តីលោកចក្រាបរោះច្រើនឈ្មោះក្តីលោកសាមាអាចារ្យប្រាជ្ញមានឡាជាពិសេសលោកសាមាពីអូស្ត្រាលីទូរស័ព្ទទៅរកខ្ញុំស្ទើររាល់ថ្ងៃមិនដឹងជាលោកនឹករលឹកខ្ញុំអីខ្លាំងម្ល៉េះទេសូមអរគុណបាទសូមអរគុណបាទខ្មែរយើងខំគ្នាមកយូរហើយស្រឡាញ់គ្នាខ្លះទៅមានទៅអីខ្មែរយើងបែកបាក់ប្រតាសត្រូវគេប្រើល្បិចគេប្រើក្បួនខូចចាប់ខ្មែរលៀបមុខលៀបពណ៌យ៉ាងគួរឲ្យស្ដាយជាទីបំផុតខ្ញុំសូមអភ័យទោសចំពោះលោកអ្នកដែលស្រឡាញ់សម្ដេចឪខ្ញុំក៏ស្រឡាញ់ព្រះអង្គដូចគ្នាដែរកាលពីក្មេងៗតែឥឡូវចាស់ទៅបានឃើញបានដឹងរឿងច្រើនទៅចាប់ផ្ដើមសួរខ្លួនឯងថាអ្នកណាដែលពូកែលៀបពណ៌ឲ្យខ្មែរបាក់បែកបានអាពាក្យថាខ្មែរក្រហមខ្មែរខៀវឯហ្នឹងអ្នកណាជាអ្នកផ្ដើមហៅគេដឹងជាទូទៅហើយថាខ្មែរក្រហមខ្មែររូសគឺជាពាក្យដែលសម្ដេចឪជាអ្នកបង្កើតហើយក៏ប្រើជាញឹកញាប់មុនគេមុនឯងបាទសៀមសប្តាហ៍ថ្ងៃក៏មានពូអាវលឿងពូអាវក្រហមពួកពីរក្រុមនេះលេងត្រូវគ្នាវិញបានហើយបាទពួកនេះនឹងកាប់សម្រាប់គ្នាសាហាវដោយខ្មែរក្រហមសម្រាប់ខ្មែរសាធារណរដ្ឋអីចឹងដែរចាំមើលតែអស់ស្ដេចសៀមបច្ចុប្បន្ននេះទៅស្រុកសៀមក៏នឹងកើតកលយុគកាប់សម្រាប់គ្នារហូតដល់ឈាមដាប់ពោះក្របីបាទខ្ញុំចង់ថាឈាមដាប់ពោះដំរីដែរក៏ប៉ុន្តែសប្តាហ៍ថ្ងៃហ្នឹងរោគដំរីធ្វើថ្នាំមិនបានទេដោយសារថាខ្មែរយើងអស់ព្រៃសម្រាប់ឲ្យដំរីជ្រោកកោនទៀតហើយព្រៃឡង់ព្រៃនៅឧទ្យានជាតិវីរជ័យព្រៃនៅភ្នំកវាញព្រៃស្អាតព្រៃស្អាងវារលាយបាត់អស់ទៅហើយដោយសារតែក្រុមមេដឹកនាំបច្ចុប្បន្នហ្នឹងគេកាប់បំផ្លាញយកលុយធ្វើមានធ្វើបានក្នុងចំណោមគ្នាគេនោះនិយាយរឿងនេះពេលណាគួរឲ្យជឿចិត្តជាទីបំផុតតើពួកអស់ហ្នឹងបានទទួលបបប្រសិទ្ធពីណាមកធ្វើដូច្នោះចៅអាមេស៊ីច័ន្ទសរុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទវារវល់តែធ្វើអ្វីមានអ្នកណាដែលឮច័ន្ទសរុនហើបមាត់និយាយពីរឿងព្រៃឈើខ្មែរដែលខ្ទេចខ្ទីអស់ទៅហើយនេះតើឬទេបើមានក៏មានតែមួយដូច្នេះខ្ញុំទូបង្គំចំបាទសូមបញ្ជាក់ទៀតថាហេតុអីក៏ចាំបាច់ត្រូវផ្ទេដែលព្រៃត្រូវការពារលោកឯកឧត្តមសុនឆៃបានសួរថាទំហំប៉ុន្មានដែលត្រូវការពារនិយាយច្បាស់ហ្នឹងបាទអានេះខ្ញុំទូបង្គំចំបាទក៏សូមបញ្ជាក់ថានៅពេលដែលដងព្រេងឬកៅស៊ូបានតម្លៃថ្លៃគេក៏សម្រេចរដ្ឋាភិបាលសម្រេចកាប់ព្រៃឈើដើម្បីដាំដងព្រេងឬកៅស៊ូព្រាមសប្តាហ៍ថ្ងៃនេះតំណែងរបស់ច័ន្ទសរុនជាការបោកប្រាស់ដែលថាជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនោះឥឡូវនេះវានៅសល់តែកសិកម្មទេមានរុក្ខាមានប្រមាញ់មាននេសាទអីទៀតបើព្រៃសត្វព្រៃនិងស្តុកមច្ឆជាតិវាខ្ទេចខ្ទីអស់ទៅហើយនោះថ្ងៃក្រោយអ្នកណាហៅច័ន្ទសរុននិងមន្ត្រីនៃក្រសួងនេះ
ថាជារដ្ឋមន្ត្រីឬមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទយើងអាចហៅអ្នកនោះថាជាមនុស្សកុហកបាទខ្ញុំនឹកឆ្ងល់ក្នុងចិត្តថាតាំងតែពីខែមេសាឆ្នាំ2010គឺជាង3ឆ្នាំមកហើយក្រោយទីសុគន្ធប្រធានរដ្ឋបាលព្រៃឈើត្រូវសម្ដេចខ្វាងលោកដកចេញហើយជំនួសដោយអនុរបស់គាត់គឺលោកឆេងគឹមសុនមកនោះតើមសៀឆេងគឹមសុននេះនៅមានជីវិតរស់ឬក៏ស្លាប់បាត់ទៅហើយព្រមមិនដែលឮឈ្មោះមិនដែលឃើញមុខឬប្រទះនៅទីណាសោះកាលពីទីសុគន្ធនៅធ្វើជាមេព្រៃធំនៅមានឮឈ្មោះខ្លះព្រោះជាចិត្តឆ្លោះជាមួយនឹងអ្នកនេះអ្នកនោះដូចជា Global Witness ជាដើមក៏ប៉ុន្តែឆេងគឹមសុនចេះរស់ស៊ីស្ងាត់ស្ងាត់តែការពារព្រៃពុំបានសោះនិយាយដូច្នេះមិនមែនចង់ឲ្យបន្តិចទីសុគន្ធមកធ្វើជាមេព្រៃវិញនោះទេទីសុគន្ធអាក្រក់អាក្រៃយ៉ាងណានោះយើងដឹងអស់ហើយតាមរយៈសេចក្តីរាយការណ៍របស់ Global Witness បាទតាំងពីបានតែងតាំងជាអនុរដ្ឋលេខាក្រសួងកសិកម្មទីសុគន្ធក៏បាត់ឈ្មោះឈឹងពីទំព័រកាសែតឬសម្លេងប៉ុស្តិ៍វិទ្យុនោះដែរប្រកាសណាមន្ត្រីនៃរដ្ឋាភិបាលបច្ចុប្បន្នគេនាំគ្នានៅស្ងៀមគេបិទមាត់ឲ្យជ្រាបស៊ីស្ងាត់ស្ងាត់ទុកឲ្យសម្ដេចខ្វាងលោកលូឡាតែម្នាក់ឯងបានហើយនេះគឺខាងនីតិប្រតិបត្តិរីឯខាងនីតិបញ្ញត្តិឬរដ្ឋសភាគេទុកឲ្យបន្តិចយាមយាបហើយឥឡូវឃើញមានអាម៉ាស៊ីមុខយួនឈៀងវុនចេញមុខចេញមាត់តែពីរអ្នកនឹងទៅចោះគេនាំគ្នាហែកហួរស្រុកខ្មែរចែកគ្នាស៊ីយ៉ាងឆ្ងាញ់ពិសាឥឡូវតំណាងរាស្ត្រគណៈបកប្រឆាំងទាំង29នាក់បានត្រូវធ្វើឲ្យអស់ប្រសិទ្ធភាពទៅហើយដំបូងគឺលោកសំរងស៊ីហើយទើបថ្មីនេះគឺតំណាងរាស្ត្រ28នាក់ដែលនៅសល់បានត្រូវបណ្ដេញចេញពីសភាឥឡូវនេះពួកកាន់អំណាចគេជិះសេះលេងដៃតែម្ដងទៅហើយតំណាងរាស្ត្រគណៈបកហ្វុងស៊ិនពេជ្រមានក៏ដូចជាមិនមានបាទលោកនាងមានដែលឆ្ងល់ក្នុងចិត្តទេថាខ្មែរដែលជាមន្ត្រីរដ្ឋមន្ត្រីមេតបមេបញ្ជាការប្រធានអគ្គនាយកដ្ឋានឬប្រធានរងអនុប្រធានអស់នឹងគេគិតយ៉ាងណាខ្លះគេមិនស្រឡាញ់ជាតិខ្មែរដោយលោកអ្នកឬខ្ញុំបាទទេឬមិនទេដែរគេទ្រាំឲ្យយួនធ្វើអ្វីបានតាមចិត្តមិនទេឡើយគេបណ្ដោយឲ្យយួនបញ្ជាស្រេចនឹងចិត្តចង់បានសម្បត្តិដីយួនក៏បានចង់យកកោះត្រល់ទៅអភិវឌ្ឍឲ្យខ្មែរធ្វើឲ្យគេក៏យកខ្មែរអស់នឹងចេះខឹងទេពួកគេគិតយ៉ាងណាយប់ដេកលក់ដែរឬទេបាទគេមិនបារម្ភថាកូនគេចៅគេនឹងក្លាយទៅជាជនជាតិភាគតិចនៅក្នុងប្រទេសខ្មែររបស់គេទេឬបាទជនជាតិភាគតិចហើយនៅគ្មានអំណាចគ្រប់គ្រងអ្វីទៅតែសោះទៀតដោយខ្មែរក្រោមរាប់លានអ្នកដែលបានតែយ៉ាជាមួយនឹងពួកអាសកៃយឿនៅកម្ពុជាក្រោមអញ្ចឹងហ្នឹងបាទខ្ញុំថានឹងមិនបង្ហើបរឿងនេះទេតែឃើញបងប្អូនខ្មែរភាគច្រើនអស់សង្ឃឹមខ្លាំងពេកធ្វើឲ្យត្រឹមបិទរឿងនេះតទៅទៀតមិនបានលោកនាងជ្រាបទេថាក្នុងចំណោមរដ្ឋមន្ត្រីសំខាន់ដែលពុករលួយមហាពុករលួយគេកើបទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់នៅភ្នំពេញសប្តាហ៍ថ្ងៃហ្នឹងមានមួយចំនួនដែលកំពុងតែរៀបចំកម្លាំងទ័ពស្ងាត់ដើម្បីទម្លាក់សម្ដេចខ្វាងហើយការមិនឲ្យយួនមានឥទ្ធិពលខ្លាំងនៅស្រុកខ្មែរតទៅទៀតប្រកាសណាយួនវាបានប្រើយុទ្ធសាស្ត្រលុបបង្កប់រន់ពោះដើម្បីវាយក្បាលពោះគឺវាបានពង្រីកនយោបាយក5របស់វាក្នុងរូបភាពបណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឈើនៅស្រុកខ្មែរហើយស្ទើរតែគ្មានកន្លែងណាមួយដែលកងឆ្លូបអាចយកជាទីស្នាក់ពួននៅកិច្ចពីការតាមប្រមាញ់បាននោះដូច្នេះកុំសង្ឃឹមថានឹងមានអ្នកណាអាចកតាំងតបទីងប្រឆាំងនឹងអាស្ដេចខ្វាងនិងពួកអាសកេយឿសកេដូលសកេថ្នោតទៅនោះបានបើចឹងទេចាំបាច់ត្រូវទៅយកកម្លាំងសត្រូវប្រហារសត្រូវដោយសារថាក្នុងចំណោមយោធិនខ្មែរក៏មានអ្នកស្នេហាជាតិច្រើនអ្នកដែរហើយអ្នកទាំងនោះធ្វើបើមានមួយចំនួនជាយួនឬជាមនុស្សដែលយួនបានលៀងខួរស្អាតបាតទៅហើយ
តែក៏នៅមានខ្មែរដែលមិនអាចត្រឹមត្រូវពងយួនបានជាច្រើនទៀតពួកអាយុនកុម្មុយនីសវាដឹងរឿងនេះណាដូច្នេះហើយបានជាវាព្យាយាមបង្កើតកងអង្គភាពថ្មីអំព័ន្ធពួកនេះឲ្យមានជីវភាពក្រិនបើជាងពលរដ្ឋខ្មែរធម្មតាទូទៅសង្កេតមើលឃើញថាទាហានខ្មែរសម័យថ្មីក្រិនបើជាងមុនឆ្ងាយណាស់ទាហានដែលមិនសូវមានអ្វីគឺពួកអតីតខ្មែរក្រហមនៅប៉ៃលិននៅម៉ាឡៃនៅឡុងវែងឯណោះទេពួកយួនវារុញទាហានអតីតខ្មែរក្រហមឲ្យទៅឈរជើងនៅកន្លែងគ្រោះថ្នាក់លើខ្នងភ្នំដងរ៉ែកតាមច្រកផ្សេងមានតាមាន់តាក្របីឆង់ចោមឆង់ចុងអីហ្នឹងជាដើមបាទអ្នកមានតំណែងសាកយោធំជាច្រើនអ្នកកំពុងតែគិតគូររឿងជាតិដូចយើងគិតដែរតែមិនទាន់រកឱកាសល្អបានសោះព្រោះមានកត្តាច្រើនយ៉ាងមានអនុគ្រោះក្រុមរបស់ខ្មែរយេមិញក្រុមពួកប្រមាត់ប្រម៉ង់ក៏ចង់បដូរសេះសង្គ្រាមរបស់គេកណ្ដាលស្ទឹងដែរគ្រាន់តែថាអាសេះសឹកខ្វាងម្នាក់នេះវាដឹងខ្លួនថាក្រោយចម្បាំងបានសន្តិភាពវិញហើយគេតែងតែកាប់សេះស៊ីព្រោះវាជាទម្លាប់អីចឹងដើម្បីទប់ស្កាត់វាសនាបែបហ្នឹងបានជាអាហ៊ុនសេះខ្វាក់បានពង្រីកក្រឡាដន្លងស្ទើរពេញមួយនគរបាននៅថ្នាក់លើដរាបណាខ្មែរនៅតែធ្វើតាមបញ្ជារបស់ពួកវាយួនវាក៏មិនរវល់រឿងផ្ទៃក្នុងរបស់ខ្មែរប៉ុន្មានដែរទេទាំងអស់ដែលពលមកនេះជារឿងដែលប្រភពតកូនតេក្រៅផ្ទះយាយទៀងខ្សែប្រាប់ខ្ញុំបាទគេថាឲ្យរងចាំមើលទៅនឹងពុំមានការបោះឆ្នោតលើកនេះទេខ្ញុំរកជឿមិនកើតចុះបើទាំងយើងទាំងគេកំពុងតែរៀបចំចូលរួមបោះឆ្នោតអស់ទៅហើយម្លេចបានជាថានឹងមិនមានការបោះឆ្នោតបាទនៅពេលជាមួយគ្នាប្រពន្ធវត្តអើក៏បានផ្សព្វប្រាប់មកថាឥឡូវហ្នឹងខាងគណៈបកសង្គ្រោះជាតិហាក់ដូចជាមានទំនោរបដូរផ្ដាច់ថាបើខាងរដ្ឋាភិបាលមិនព្រមកែតម្រង់គោលយោបល់និងប្រព័ន្ធផ្សេងពាក់ព័ន្ធនឹងការបោះឆ្នោតទេនោះគេអាចនឹងធ្វើពហិការបាទម្ដងនេះច្បាស់ហើយការរៀបចំស្វែងរកសម្លេងគឺចូលរួមយុទ្ធនាការបោះឆ្នោតគណៈបកសង្គ្រោះជាតិនឹងបន្តធ្វើតទៅទៀតក្នុងករណីដែលពួកកាន់អំណាចទិលច្រកព្រមផ្លាស់ប្ដូរគោលយោបល់គណៈបកសង្គ្រោះជាតិក៏នឹងស្ថិតនៅក្នុងសភាពត្រៀមជាស្រេចក៏ប៉ុន្តែបើចាំបាច់ត្រូវធ្វើពិធីការមិនចូលរួមវិញគេក៏នឹងប្រកាសមិនចូលរួមបោះឆ្នោតភ្លាមដែរឥឡូវនេះកាន់តែមានហេតុផលមិនចូលរួមខ្លាំងណាស់ទៅទៀតក្រៅដែលពួកជាមយាបឈៀងវុនបានរំលោភច្បាប់ប្រើអំណាចបណ្ដេញតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលនៅសល់28នាក់នឹងចេញពីសភាបង្កកប្រាក់ខែរបស់គេនឹងដល់ហូតអភ័យឯកសិទ្ធិដោយស្វ័យប្រវត្តិទៀតផងប្រហែលជាបានទទួលភ្លើងខៀវពីសហគមន៍អន្តរជាតិហើយដឹងជាពិសេសពីសហរដ្ឋអាមេរិកថាបើសង្គ្រោះជាតិធ្វើពហិការមិនចូលរួមការបោះឆ្នោតសហរដ្ឋអាមេរិកនឹងប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតលើកនេះបាទដល់ត្រង់នេះរឿងក៏កាន់តែគួរឲ្យចាប់អារម្មណ៍បាទបងប្អូនមិត្តភក្តិអ្នកស្ដាប់វិទ្យុខ្មែរពិភពលោកជាទីគោរពរាប់អាននិងជាទីស្រឡាញ់យើងបានបដិញ្ញាក្នុងចិត្តហើយថានឹងកាន់ជើងគណៈបកសង្គ្រោះជាតិព្រោះយើងឃើញហើយថាគណៈបកនេះតំណាងឲ្យគោលការណ៍លទ្ធិប្រជាធិបតេយ្យមានបំណងដូចយើងដែរគឺមិនបណ្ដោយឲ្យកម្ពុជាធ្លាក់ទៅក្នុងកណ្ដាប់ដៃយួនធ្វើឲ្យបើមានមនុស្សគំរក់ជួជាតិមួយក្រុមធំបាននឹងកំពុងព្យាយាមយកប្រទេសយើងដាក់ជើងពៀនថ្វាយឲ្យយួនដូច្នេះយើងចាំបាច់ត្រូវតែស្រាប់ប្រាក់គ្នាជួយគ្រប់គ្រងក្រុមរបស់យើងដែលកំពុងតែចូលទៅប្រឡូកលើសង្វៀនបោះឆ្នោតគណៈបកសង្គ្រោះជាតិពុំមែនជាគណៈបកមហាសេដ្ឋីដោយគណៈបកប្រជាជនដែលមានបានពីការប្លន់រំលោភហែកហួរបំផ្លាញនិងឆក់ទាញយកធនធានរបស់កម្ពុជាស្ទើរខ្សោះអស់ពីខ្លួនទៅហើយនោះទេឥឡូវអ្នកតំណាងរាស្ត្រត្រូវបណ្ដេញចេញពីសភាទៀតគឺអស់ប្រាក់ខែប្រាក់ថ្ងៃចំណូលរបស់បកនេះគឺបានពីការគាំទ្ររបស់អ្នកគាំទ្រគណៈបកដោយខ្ញុំដោយលោកអ្នកនាងតាមរយៈមូលនិធិសង្គ្រោះជាតិបាទខ្ញុំដែលជាអ្នកកសែតអ្នកវិទ្យុ
គ្មានចំណូលកាក់កបអ្វីនឹងគេផងនោះក៏ខ្ញុំបានបរិច្ចាគប្រាក់ជួយមូលនិធិនេះដែរចុះលោកអ្នកនាងដែលមានលទ្ធភាពជួយផងទៅបានទេឈប់ដើរលេងតែម្ដងក៏អាចជួយសង្គ្រោះជាតិគឺសង្គ្រោះខ្លួនយើងបានទៅហើយអ្នកដែលចាយលុយទិញសម្លៀកបំពាក់ហ៊ឺហាឬគ្រឿងប្រដាប់ដែលមិនមែនជារបស់ចាំបាច់សូមផ្អាកការទិញរបស់ទាំងនោះខ្លះទៅក៏អាចជួយបានដែរយើងមកនាំគ្នាជួយជាតិយើងម្នាក់បន្តិចទៅមុនដែលនឹងមានឱកាសបានជួយបាទប្រកាសណាខ្ញុំបាននិយាយចេះលោកអ្នកនាងខ្លះអាចនឹងធុញទ្រាន់ខ្លះថែមទាំងមិនទាំងស្ដាប់ខ្ញុំផងបាទមូលនិធិសង្គ្រោះជាតិគេមានតួនាទីរកលុយជួយគណៈបកធ្វើសកម្មភាពផ្សព្វផ្សាយអំពីគណៈបកនៅប្រទេសកម្ពុជាលោកអ្នកដែលប្រាថ្នាចង់ជួយអាចតាក់ទងលោកទុយវិបុលទូរស័ព្ទលេខ703 350 79 11ឬតាក់ទងលោកវិស្វករព្រំសោនរាទូរស័ព្ទលេខ703 203 48 34បាទតាខ្មែរដែលមានចិត្តចង់ជួយស្រុកទេសមានប្រមាណអ្នកដែរតែចង់ជួយហើយធ្វើទៀតមិនមែននិយាយតែមាត់មានប្រមាណអ្នកបាទខ្មែរដែលស្ទុះស្ទារឿងនេះនឹងបានទទួលពរពីព្រះនាងលាវយីព្រះនាងសោមាព្រះនាងជ័យទេវីឥន្ទ្រទេវីលៈនិងលៈសូមឲ្យចម្រើនសុខទៅចោះបាទមានសកម្មជននិងបេក្ខជនគណៈបកសង្គ្រោះជាតិមួយចំនួនដែលកំពុងតែបំពេញបេសកកម្មក្នុងក្រុមការងាររបស់គណៈបកប្រចាំមណ្ឌលផ្សេងដែលបានជួបប្រទះនឹងបញ្ហាលុយកាក់សម្រាប់ប្រើប្រាស់ក្នុងដំណើរទៅជួបប្រស្រ័យជាមួយនឹងប្រជាពលរដ្ឋនៅតាមភូមិឃុំចុងកាច់មាត់ញោកអ្នកទាំងនោះពុំបានទទួលថវិកាគាំទ្រពីមូលនិធិកណ្ដាលរបស់គណៈបកឡើយចាំបាច់ត្រូវធ្វើពលិកម្មផ្ទាល់ខ្លួនអ្នកខ្លះចាំបាច់ត្រូវខ្ចីបុលគេអ្នកខ្លះយកផ្ទះសម្បែងទៅបញ្ចាំនឹងធនាគារខ្លះក៏ដេញតុងទីនបាទលោកសវណ្ណសីហាពីរដ្ឋ Washington ដែលទៅចូលរួមក្រុមការងារនៅខេត្តសៀមរាបធ្លាប់បានត្អូញត្អែប្រាប់វិទ្យុខ្មែរពិភពលោកនិងបណ្ដាញសារព័ត៌មានដទៃទៀតថាលោកកំពុងតែជួបប្រទះការលំបាកខ្លាំងណាស់រឿងលុយកាក់ថ្មីនេះលោកក៏បានផ្ញើសម្លេងអរគុណមកឲ្យលោកហងចក្រាបារមីដែលក៏បានបញ្ជូនបន្តមកឲ្យខ្ញុំបាទតើនេះសូមជើញស្ដាប់សម្លេងលោកសវណ្ណសីហាបាទខ្ញុំសូមថ្លែងអំណរអគុណដល់សកលជនពីរដ្ឋវ៉ាស៊ីនតោនមួយចំនួនដែលបានធ្វើវិធីទានជាថវិកាដល់ចូលរួមដល់ការបោះឆ្នោតជាមួយនឹងខ្ញុំមានដូចតទៅនេះលោកហៃកំសាន្តចំនួន$200លោកវ៉ាត់សចំនួន$100គង់ចន្ទថល$100
នាងមានស្ដាប់ពិធីគោរពរាប់អានចំបានទទួលដំណឹងស្ដីពីការត្រៀមរៀបចំធ្វើបុណ្យផ្កាប្រាក់សាមគ្គីពីទីតំបន់នានាដូចជាថ្ងៃនេះពេលទទួលអត្ថបទសម្លេងនាទីខ្មែរអើយក្រោកឡើងពីលោកជាតិហង្សាលោកក៏បានប្រាប់ខ្ញុំដែរថាខ្លួនលោកនឹងប៉ាពួកនៅមីនីសូតាប្រាថ្នាចង់ធ្វើបុណ្យផ្កាប្រាក់ដើម្បីជួយបេក្ខជននៅមណ្ឌលពោធិ៍សាត់បាទថ្ងៃមុខតិចខ្ញុំខាងខ្ញុំនេះណាគឺថាមានខ្មែរយើងហើយខ្ញុំឯនឹងជាដើមនោះគឺថាបានរួបរวมគ្នាយកធ្វើបុណ្យផ្កាប្រាក់មួយជួយទៅគណៈបកសង្គ្រោះជាតិហ្នឹងណាខាងនៅក្នុងខេត្តពូទីសាត់ហើយចង់ធ្វើជាប្រូក្រាមឲ្យខ្ញុំអានតិចនៅក្នុងនេះបាទនៅថ្ងៃមុខខ្ញុំនឹងខលជម្រាបណាបាទជម្រាបអរគុណច្រើនលោកវិទ្យបាទសូមឲ្យបងប្អូននៅសហរដ្ឋអាមេរិកកាណាដាអឺរ៉ុបអូស្ត្រាលីជួយបេក្ខជនយើងនៅតាមមណ្ឌលនានាផងទៅបើជួយបានក្រៅពីបង្ហាញឲ្យឃើញថាខ្មែរយើងស្រឡាញ់គ្នាជួយគ្នារួបរวมគ្នាហើយក្នុងការបោះឆ្នោតលោកនេះអាខ្វាងច្បាស់ជាធ្លាក់ទឹកមិនខានឡើយអាខ្វាងធ្លាក់ទឹកហើយបាទគឺអាខ្វាងធ្លាក់ទឹកនៅឆ្នាំ2013ដែលអាចចាត់ទុកថាជាឆ្នាំមរណៈសម្រាប់អាយៈភ្នែកមួយលើស៊ីក្លុបមួយនេះជាមិនខានសួរថាឈ្នះឆ្នោតហើយនឹកស្មានថាវានឹងចុះចាញ់ងាយៗឬកាលពីអ៊ុនតាក់នៅស្រុកខ្មែរនៅឡើយវាមិនទាំងខ្លាចផងចុះឥឡូវយើងអត់មានស្អីសោះទាំងពួកក្បាលយួនខ្លួនខ្មែរទាំងពួកអាញើងចៅលួយមន់វាមិនទំពាលេបគណៈបកសង្គ្រោះជាតិដោយក្រពើលេបខ្មោចឆ្កែទេឬបាទសូមអត់ទោសដែលប្រៀបធៀបគណៈបកសង្គ្រោះជាតិទៅនឹងគម្រោងឆ្កែតែទឹកព្រោះវាដូចស្ដាប់ទៅដូចជាយ៉ាប់បន្តិចតែសូមអភ័យទោសចុះមិនដឹងថាក្រពើវាជួយចិត្តរបាក់លេបស្អីទេបាទឆ្លើយតបចំពោះចម្ងល់របស់លោកអ្នកនាងខ្លះវិញល្អជាងបាទកាលពីឆ្នាំ1993គឺ20ឆ្នាំមុនពួកអាខ្វាងអាចធ្វើអីចឹងបានតែឥឡូវអ្វីៗវាបដូរអស់ទៅហើយនៅឆ្នាំ93ទាំងយួនទាំងខ្មែរនៅមិនទាន់ចូលសមាគមអាស៊ានឡើយទេគឺយួនចូលអាស៊ានឆ្នាំ95កម្ពុជាចូលឆ្នាំ99ហើយម្យ៉ាងទៀតសូមបងប្អូនកុំទៅជឿសម្ដីរបស់អាស្ដេចខ្វាងដែលប្រកាសថាបើវាចាញ់ឆ្នោតនឹងមានសង្គ្រាមនោះក្នុងឋានៈជាប្រធានជាសមាជិកអាស៊ានពួកនេះត្រូវតែស៊ីវិល័យពួកអាខ្វាងវាប្រេផ្សាយតែម្នាក់វាទៅចុះហ៊ានតែចងេងចងានក៏នឹងគ្មាននរណារ៉ាប់រងកុំអាងចិនខ្លាំងពេកចិនក៏គេមិនប្រេផ្សាយដូចសម្ដេចខ្វាងឯដែរបាទចិនហ៊ានតែប្រេផ្សាយអាមេរិកច្បាស់ជានឹងមិនសងប្រាក់ជាង1លានដុល្លារបើមិនសងទេល្វីងមុខឥឡូវហ្នឹងសហរដ្ឋអាមេរិកបានបណ្ដោយឲ្យជនជាតិអាមេរិកដើមកំណើតដទៃទៀតដូចជាចិនគូបារុស្ស៊ីនិងខ្មែរជាដើមលួចការសម្ងាត់បញ្ជូនទៅឲ្យសត្រូវព្រោះគេចង់ឲ្យសត្រូវរបស់អាមេរិកបានទទួលកិច្ចការសម្ងាត់ដែលអាមេរិកចង់ឲ្យសត្រូវដឹងខ្ញុំនិយាយទៅឲ្យស្ដាប់យល់បាទគឺអាមេរិកវាឆ្លាតកាលណាតែដឹងថាអ្នកណាលួចដំណឹងសម្ងាត់របស់គេនឹងបំពន់ដំណឹងនោះទៅឲ្យបាទខ្ញុំនិយាយនេះនេះមិនបានសេចក្តីថាក្រុមស៊ើបការសម្ងាត់របស់អាមេរិកពូកែលើសគេឯងនោះឡើយតែមានករណីជាច្រើនដែលក្រោយដែលអាជ្ញាធរអាមេរិកនឹងដឹងថាមានរនុកក្នុងគេតែចិញ្ចឹមជនក្បត់នោះមិនឲ្យដឹងខ្លួនដោយបំពន់ដំណឹងឬអាចកំបាំងដែលគេចង់ឲ្យសត្រូវដឹងដើម្បីជាផលប្រយោជន៍របស់សហរដ្ឋអាមេរិកបាទយោងតាមកាសែតភ្នំពេញប៉ុស្តិ៍ថ្ងៃ17មិថុនានេះលោកវរៈសេនីយ៍ត្រីសីវិរៈអ៊ីនសឺនអាយុ43ឆ្នាំដែលភៀសខ្លួនមកនៅសហរដ្ឋអាមេរិកតាំងពីតូចក្រោយឪពុកម្ដាយត្រូវស្លាប់ក្នុងសម័យប៉ុលពតហើយលោកវរៈសេនីយ៍ត្រីនឹងចូលជើងនៅហាវ៉ៃបាទនៅហាវ៉ៃនៅរដ្ឋហាវ៉ៃកាលពីថ្ងៃសុក្រលោកវរៈសេនីយ៍ត្រីរូបនេះបានត្រូវក្រុមប្រឹក្សាតុលាការយោធាគេកាត់ទោសឲ្យជាប់គុក10ឆ្នាំពីបទថាបានលួចបញ្ជូនលទ្ធផលនៃការវាយតម្លៃប្រទេសកម្ពុជា
តែចាត់ទុកថាជាព័ត៌មានសម្ងាត់ផ្នែកយោធាទៅឲ្យយោធាកម្ពុជានៅចន្លោះឆ្នាំ2009ដល់2012ក្រៅពីនេះវិរៈសេនីយ៍ត្រីសីវីរៈក៏បានត្រូវចោទពីបទអក្រិតជាច្រើនករណីផ្សេងទៀតដូចជាសហហាយស្មន់និងប្រពន្ធគេប្រមូលឈ្មោះរបស់យោធិនដែលមានដើមកំណើតជាខ្មែរនិងព្យាយាមបញ្ជូនការសម្ងាត់យោធាមួយចំនួនទៀតទៅឲ្យរដ្ឋាភិបាលកម្ពុជាបាកាសែតភ្នំពេញប៉ុស្តិ៍បានសួរទៅលោកឧត្តមសេនីយ៍ណែមសុវត្ថិនៃក្រសួងការពារជាតិនិងឧត្តមសេនីយ៍ពលសុរឿនអគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទក៏ប៉ុន្តែនាយទាហានទាំងពីររូបបានបដិសេធថាមិនដឹងមិនឮមិនស្គាល់សីវីរៈមិនដែលបានដំណឹងពីករណីរបស់សីវីរៈពីអូណូលូលូនោះឡើយបាទសហរដ្ឋអាមេរិកថាស្អប់នេះស្អប់ពួកដែលព្យាយាមលូកថ្លើមលូកប្រមាថគេហើយថែមមានការគៀបសង្កត់ពីសភាកុងក្រេសស្ដីពីយោធាខ្មែរស្ទាបពាក់ឯកសណ្ឋាននិងប្រើប្រាស់សម្ភារៈផ្ដល់ឲ្យដោយសហរដ្ឋអាមេរិកក្នុងប្រតិបត្តិការបង្ក្រាបប្រជាពលរដ្ឋនៅភូមិប្រមាស្រុកឆ្លងការស្ទឹងត្រែងដែលត្រូវរដ្ឋាភិបាលហ៊ុនសែនចោទទាំងទៅទឹងទឹះថាចង់ធ្វើអបគុំហើយក្នុងការបង្ក្រាបលើកនោះក៏បណ្ដាលឲ្យកុមារីម្នាក់អាយុ14ឆ្នាំស្លាប់ផងខាងសហរដ្ឋអាមេរិកក៏នឹងប្រុងប្រយ័ត្នជាងមុនក្នុងការជួយគ្រប់គ្រងហ៊ុនម៉ាណែតបាត់សម្លាញ់របស់សម្ដេចខ្វាងនោះបាទឥឡូវនេះខ្ញុំសូមត្រឡប់ទៅនិយាយពីរឿងខ្មែរនិងគ្នាធ្វើការប្រាសាមគ្គីដើម្បីរៃអង្គាសប្រាក់យកទៅជួយគណបកសង្គ្រោះជាតិដើម្បីវាយលុកទៅលើគណបកប្រជាជនកម្ពុជាដែលកម្ពុជាតែឈ្មោះធាតុពិតគឺជាគណបកកុម្មុយនីសដែលបង្កើតឡើងដោយយួនឬនេះនៅណាគេដឹងដែរហើយពួកមេទាំងឡាយតាំងពីជាស៊ីមហេសំរិនជាសុតស្អីទៅស្អីប្រហែលអ្នកនៅក្នុងការិយាល័យនយោបាយឬ Politburo គឺសុទ្ធតែជាពួកខ្មែរយេមិញទាំងអស់បាទពួកនេះពួកលក់ជាតិក្បត់ជាតិលក់ខ្លួនលក់ក្បាលឲ្យយួនបាទបងប្អូនខ្មែរនៅឯម៉ុងរ៉េអាលខេត្តគីបេកប្រទេសកាណាដាបានប្រាប់ឲ្យដឹងថាពួកគេបានមូលមតិគ្នារៀបចំបុណ្យផ្កាសង្គ្រោះជាតិមួយយ៉ាងធំដល់ដំណាច់ខែមិថុនានេះលោកព្រឹត្តិមានៃគណៈបក្សសង្គ្រោះជាតិក្រុងម៉ុងរ៉េអាលបានសន្ទនាជាមួយនឹងខ្ញុំបាទហើយក៏បានប្រកាសប្រាប់ពីពិធីបុណ្យនេះដូចនេះបុណ្យផ្កាហ្នឹងពួកយើងបងប្អូនយើងសមាគមយើងនៅម៉ុងរ៉េអាលនេះកន្លែងនោះមានការជួយច្រើនហ្នឹងណាបងណាបាទរឿងជាតិរឿងផ្សេងហ្នឹងហើយគណៈកម្មការយើងនៅម៉ុងរ៉េអាលនេះយល់ថាយើងត្រូវការថវិកាដើម្បីជួយបោះឆ្នោតជាតិហ្នឹងក៏នាំគ្នាស្នើថាយើងធ្វើបុណ្យផ្កានៅថ្ងៃ30ខែបាទខែនេះខែមិថុនាហ្នឹងបាទហើយយើងក៏ប្រមូលគ្នាជាអ្នកផ្ដើមបុណ្យហ្នឹងហើយក៏ទូរស័ព្ទតាក់ទងបងប្អូនយើងអ្នកស្នេហាជាតិច្រើនផ្សេងទៀតហ្នឹងក៏ចូលជាបន្តបណ្ដាបណ្ដោយចឹងទៅហើយឥឡូវហ្នឹងយើងក៏បានគ្នាប្រហែលជា20នាក់អីចឹងដែរអ្នកផ្ដើមបុណ្យហ្នឹងណាហើយនឹងមានបងប្អូនយើងដែលគេជួយតាំងពីធ្វើមហូបធ្វើអាហារធ្វើនំធ្វើអីហ្នឹងដើម្បីទទួលបងប្អូនយើងនៅវត្តនៅអីហ្នឹងហើយដូច្នេះថ្ងៃដែលយើងធ្វើបុណ្យហ្នឹងក៏យើងសង្ឃឹមថាមានបងប្អូនយើងនឹងចូលរួមច្រើន30នេះចាំងាទឹកម្ដងណាបាទទៀតទឹកបាទធ្វើនៅណាវត្តពរិយេបាទពេលព្រឹកបាទហើយពេលថ្ងៃល្ងាចហ្នឹងក៏យើងមានកម្មវិធីជួបជុំជា social សង្គមការរួមគ្នានៃតិចតួចអីចឹងហើយនៅវត្តនៅធ្វើនៅវិហារពូបាទវាឈើញយើងជួលកន្លែងគេមិន
ba thì chơi chùa cái này chùa ấy cái này nữa cái scale đấy nè Montreal cái scale nữa nè Montreal dương có nhom mình đã trong và một cái xanh paroa những cái vụ này và khi hay ba miền cái bật cầm thi và giờ mình đi ra đó lần đi mà là về chị sẽ lại trong cái này ba bị nó tao mà bay cái tiền chúng ta không bay để thằng này cả cho không ai và về plak đồ lươn này nó luôn á phần tai dương nơi khẳng định dương miền ấy kéo tập đi cắt cong rọc thẳng cả bay chui chẳng hạn và thấy mà đấy rồi lui đâu cả nó có của tài chui dịch đâu mà đó vì mình thừa dương vì còi là chỉ chuyện này cái nó rất buồn các bạn chết vào đây vào mình chui đi chúng ta từng trú cái này là ta sẽ làm chuyện là vậy nữa rồi về lại giờ mình sút tiền cầu vì dương vô tha về bê vật lý về đôi chỉ vì sầm khăn nó rủ của election lực ní cứ tha dương ai xưa miền Cà Phật đồ chán rồi hay sao ta dương bàn rùm khi máu hay cơn thà dương miền Trung Hồ dương chụp lo cứ dương cho miền Cà Phật đồ hay dương vô tha cả sầm kỳ nó vì sầm khăn hay bong bồn dương nơi khăn đi có sọc chặt bê vật lý nóคือbê vật lýสำคัญนะคณะกรรมการทั้งออกนี้นะบ้านที่กรุทาdương vô cảแต่สำคัญนั้นដើម្បីមកអំពាវនាវសូមឲ្យបងប្អូនយើងហ្នឹងជួយជាលើកចុងក្រោយហ្នឹងព្រោះយើងមិនចង់ខិតខំខាតទេណាបាទហើយយើងមិនចង់សុំគេឬក៏ក្រោយពីបោះឆ្នោតហើយហ្នឹងបានយើងសុំគេយើងចង់បានសូមឲ្យគេជួយជាកសលជាបុណ្យហ្នឹងឲ្យបានទាន់ពេលវេលាហ្នឹងហើយយើងនៅសល់មួយខែហ្នឹងយើងជឿថាបងប្អូនយើងជាខ្ញុំនឹងអាចមានចិត្តដូចគ្នាគឺថាយើងនឹងពលកម្មសុខចិត្តច្រើនយ៉ាងណាក្តីគឺយើងនឹងប្រម៉ែប្រមូលបានខ្លះដើម្បីនឹងបញ្ជូនទៅបញ្ហាវាថាធ្វើមិនឲ្យគេបានដឹងណាស្រុកខ្មែរយើងណាបានដឹងបានឮបានស្គាល់រឿងហ្នឹងថាឥឡូវត្រូវការឲ្យនឹងរ៉ាឌីយ៉ូមកគេមិនស្ដាប់គេក៏មិនដឹងមិនចឹងទេដើម្បីមកតើជួយឲ្យបានច្រើនប្រភពយ៉ាងណាដូចជាតាមវត្តតាមស្អីហ្នឹងមិនទៀតតាមហាងតាមអីហ្នឹងតែធ្វើតែមែនទេណាលើនេះណាเอาคลาទៅយើងមិនដែលបានធ្វើអីហឹកហាក់សោះណាខ្មែរនិយាយមែនទេណាទៅហីមិនទេណាដល់ពេលហើយណាបាទកំស្រែកនេះមើលលោកប្រតិមាជួយស្រែកនេះមើលទេលោកពូមាន